យូក្រែនកំពុងតែបើកយុទ្ធនាការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់រុស្ស៊ីដើម្បីពញ្ញាក់ស្មារតីឲ្យប្រជាជនរុស្ស៊ីណាឲ្យប្រជាជនរុស្ស៊ីយកចិត្តទុកដាក់នឹងសង្គ្រាមយកចិត្តទុកដាក់នឹងសង្គ្រាមហើយជំរុញឲ្យរដ្ឋាភិបាលលោក Vladimir Putin ចូលតុចរចាវិញលោក Zelensky បានបើកយុទ្ធនាការ40ថ្ងៃវាយប្រហារចំណុចសំខាន់របស់រ៉ាស៊ៀនៅពេលដែលរ៉ាស៊ៀបានបើកយុទ្ធនាការវាយប្រហារមកលើយូក្រែនយ៉ាងចាស់ដៃនេះគឺជាការជំរុញគ្នាទៅវិញទៅមកនៅក្នុងសង្គ្រាមយូក្រែនរុស្ស៊ីដើម្បីជំរុញឲ្យ Putin ចូលតុចរចាក្នុងពេលសហរដ្ឋអាមេរិកជាប់ផុងជាមួយនឹងសង្គ្រាមនៅអ៊ៃរ៉ាន់កាលពីចុងខែកុម្ភៈឆ្នាំ2026នេះការស្វែងរកការឈប់បាញ់រវាងរុស្ស៊ីនិងយូក្រែនបានត្រូវផ្អាកហើយ Vladimir Putin អាចលក់ប្រេងដោយគ្មានដង្កៀបសេដ្ឋកិច្ចប្រមូលលុយបានសន្ធឹកសន្ធាប់ក៏យកមកវាយប្រហារលើយូក្រែនរុស្ស៊ីវាយប្រហារមកលើយូក្រែនក៏ខំប្រឹងកែច្នៃវិធីតបតវិញហើយនៅពេលថ្មីនេះយូក្រែនក៏អាចយកប្រៀបបានដោយវាយតបវិញទៅរុស្ស៊ីដោយប្រើប្រាស់ប្រព័ន្ធ drone កលបិចជាច្រើនយោងតាមបទពិសោធន៍នៃសង្គ្រាមរុស្ស៊ីយូក្រែនបង្ហាញឲ្យឃើញថាយូក្រែនបានប្រើប្រាស់ drone កលបិចអ្នកបច្ចេកទេសយូក្រែនក៏បានធ្វើ drone ដើម្បីកម្ចាត់ drone ដែលគេហៅថា counter drone measurement គឺមាន drone ជាច្រើនគ្រឿងដែលយូក្រែនអាច counter អាចប្រឆាំងបានបាញ់ទម្លាក់បានមួយចំនួនច្រើនហើយមួយចំនួនទៀតយូក្រែនក៏យកចិត្តទុកដាក់ក្នុងការផលិតdrone អត្តឃាត drone អត្តឃាតក៏คล้ายទៅជាអាវុធវាយលុកចូលជ្រៅក្នុងដែនទឹកដីរុស្ស៊ីរហូតដល់ទីក្រុងម៉ាវស្កូនិងទីក្រុងសេនពីតឺស្បឺកបណ្ដាលឲ្យមានការកត់សម្គាល់ពីប្រជាជនរ៉ាស៊ៀលើសង្គ្រាមដែលប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីយល់ឃើញថាក្រាន់បើឬមានប្រៀបជាងយូក្រែនការតស៊ូរបស់អ្នកបច្ចេកទេសយូក្រែនៀនគឺជាគំរូមួយដ៏សំខាន់សម្រាប់ខ្មែរយើងរៀនតាមខ្មែរត្រូវបណ្ដុំគ្នាសិក្សាដកពិសោធន៍បច្ចេកទេសហើយត្រូវបង្កើត workshop ដោយជូនដំណឹងដល់រាជការអំពីគោលដៅដែលត្រូវយកចិត្តទុកដាក់បង្កើតមិនមែនយកមកអួតអាងលើទំព័រ social media ដូចកន្លងទៅទេតែស្ងាត់សិក្សាយុវជនខ្មែរត្រូវលើកតម្កើងការសិក្សាគណិតសាស្ត្រ electronic electrical និងបច្ចេកវិទ្យាយើងយកគំរូតាមយូក្រែនៀនយើងរៀនពីកិច្ចប្រឹងប្រែងរបស់តៃវ៉ាន់កិច្ចប្រឹងប្រែងរបស់ជប៉ុនជាដើមលក្ខណៈបូកផ្សំនឹងបច្ចេកវិទ្យាអេឡិចត្រូនិកដែលយើងអាចនឹងទិញពីចិនយកមកហើយនាំគ្នាយកចិត្តទុកដាក់អំពីការតាក់ទងនឹងការផ្គុំការកែច្នៃការប្រើប្រាស់
ឲ្យបានស្ទាត់ជំនាញក្នុងការផលិតក្នុងការផ្គុំ drone និងយកចិត្តទុកដាក់ក្នុងបច្ចេកវិទ្យា drone សម្រាប់ការពារទឹកដីរបស់យើងឲ្យបានប្រឈមនឹងការឈ្លានពានពីពួកបរទេសយើងកុំប្រើអំពើហិង្សាយើងកុំប្រើការជេរពោលឬក៏ជឿទៅលើរបស់ដែលមិនពិតយើងឈប់ចូលឈប់អួតហើយយើងយកចិត្តទុកដាក់រៀនទាំងអស់គ្នាសារជាបន្តបន្ទាប់របស់ខ្ញុំប្រឈមនឹងការឈ្លានពានទាំងកំរោលមកលើទឹកដីរបស់ខ្មែរយើងត្រូវតែយើងខិតខំទប់ទល់ឡើងវិញដោយប្រឹងប្រែងរៀនសូត្រនៅមុខវិជ្ជាគណិតសាស្ត្របច្ចេកវិទ្យាអេឡិចត្រូនិកនិង electrical ចៅសម្លាញ់ជន់លៀងអើយស្ពាំសម្បើមណាចៅណាគេបោកយើងគេមានបាបអត់គេអត់បាបទេគេបោកយើងគេឆ្លាតមនុស្សដែលបាបគឺជន់លៀងឯងជាមនុស្សបាបដែលធំជាងគេគឺចៅបាបដោយកើតមកល្ងងហើយអត់រៀនអញ្ចឹងអ្នកដែលបោកចៅឯងជាមនុស្សមានបុណ្យគឺគេមានបញ្ញាគេអាចបោកអាមនុស្សល្ងងដោយចៅឯងបានគេបោកណាមកអំពីគេមានបុណ្យហ្នឹងគឺគេមានប្រាជ្ញាហ្នឹងមកអំពីអីមកអំពីគេឆ្លាតចៅឯងបាបធំណាស់ចៅសម្លាញ់នៅពេលចៅឯងចូល show តាចៅឯងខំប្រឹងសរសេរដែល spam តានឹងមកពីអីមកពីចៅល្ងងណាបើចៅឆ្លាតណាគេអត់បោកបានទេមកពីល្ងងណាល្ងងហ្នឹងមិនមែនតពូជទេគឺជីវិតកើតមកអត់រៀនអញ្ចឹងបាបចៅឯងជាមនុស្សមានបាបអ្នកបោកចៅឯងគឺជាមនុស្សមានបុណ្យណាដូចរឿងទឹកដីអញ្ចឹងនៅពេលដែលខំប្រឹងនិយាយឲ្យរៀនអត់មានអ្នកណាចាប់អារម្មណ៍ទេតិចណាស់ទៅចាប់អារម្មណ៍នឹងរឿងខ្ញុំឈឺមហារាជណាទៅចាប់អារម្មណ៍រឿងចង់ហៅខ្ញុំជាប៉ាប៉ាណាអត់ចប់ទេ always lose everything ឈ្មោះចៅឯងហ្នឹងមានន័យថាម៉េចមិនដែលបានអីទេបានតែបាត់បង់មានន័យថាម៉េចដូរទៅពីព្រោះដាក់ account name ហ្នឹងវាធ្វើឲ្យយើងអត់ដែលគិតអីចាញ់ទេកូនដូចខ្ញុំអញ្ចឹងខ្ញុំឈ្មោះសុកសុគន្ធសុកគឺសេចក្តីសុខសាន្តសុគន្ធសាយភាយដូចក្លិនក្រអូបនៃផ្កាសុកសុគន្ធាតែដោយសារជានាមផ្ដាច់អត់ប្រើស្រអាសុកសុគន្ធប្រែថាសេចក្តីសុខដែលសាយភាយរីកធំហើយនៅពេលខ្ញុំឈ្មោះសុកសុគន្ធខ្ញុំមិនមែនសុកល្ងងមកសួរគេថាគេបោកខ្ញុំបាបទេគេអត់បាបទេគឺខ្ញុំខ្លួនឯងនឹងបាបបើគេបោកខ្ញុំបានខ្ញុំទេបាបនោះមិនមែនគេអ្នកបោកនឹងបាបទេនៅក្នុងសង្គមខ្មែរយើងគេបដៅឲ្យជឿថាអ្នកបោកបាបណាកុំដាក់ឈ្មោះកំសត់អត់មានកំសត់អីទេដាក់ឈ្មោះឲ្យល្បីល្បាញមានរាសីពាក្យថា always lose everything មានន័យថាមកជីវិតយើងអត់ដែលបានជោគជ័យទេចៅសម្លាញ់ណាជន់លៀងដូចគ្នាជន់លៀងអត់មានគេបាបទេចៅឯងល្ងងពេកបានគេបោកជាតិនេះចៅឯងល្ងងចៅឯងមានបាបតែចៅឯងស្លាប់ទៅធ្លាក់នរកទៀតគេថាពូឈឺមើលទៅសុខភាពរឹងមាំនឹងមុខតលពូឡាយរឹងមាំល្អមិនចឹងទេកុំច្រឡំឲ្យសោះតាំងពីម្សិលមិញមករហូតដល់ព្រឹកនេះខ្ញុំវេឡើងលើគ្រាថ្ងៃមិញខ្ញុំទៅធ្វើកិច្ចការដើរអញ្ចឹងខ្ញុំបង្ហាញដល់ឥឡូវនេះក៏ខ្ញុំឈឺដែរខ្ញុំដើរអញ្ចឹងទេនេះខ្ញុំដើរអញ្ចឹងជង្គង់ស្ដាំខ្ញុំឈឺខ្លាំងហើយកដៃខ្ញុំនេះឈឺអានឹងឈឺខ្លួនណាមហារីកខ្ញុំមានជំងឺមហារីកកម្រិតទី 3B នៅសល់តែមួយកន្លែងទេចូលទី 4 ហើយខ្ញុំមានជំងឺទឹកនោមផ្អែមកម្រិត 2 ប្រហែលថ្ងៃនេះខ្ញុំទៅធ្វើការក្រៅអញ្ចឹងខ្ញុំញ៉ាំ
បាយជាសត្រូវរបស់ទឹកនោមផ្អែមដាក់បាយចូលខ្ញុំកិច្ចពីបាយតែដោយសារខ្ញុំធ្វើការខ្ញុំញ៉ាំបន្លែអត់មានពេលធ្វើបន្លែញ៉ាំខ្ញុំញ៉ាំបាយឈាមស្ករឈាមជាតិស្ករឡើងហើយទឹកនោមផ្អែមខ្ញុំបាយហើយ160ទៅ169មុនបាយ114បើយើងគិតពី114 119អានឹងអត់អីទេដល់បាយហើយវា110 160 169វាឡើងមែនតែឲ្យប្រហែលជា3ម៉ោងអីឲ្យចុះវិញបើវាមិនចុះទេអា A1C ខ្ញុំវានឹងឡើងបច្ចុប្បន្នវា6កដកសញ្ញា5អញ្ចឹងវាខ្ញុំត្រូវទប់ទល់ប៉ុន្តែខ្ញុំត្រូវទៅធ្វើការក្រៅហើយខ្ញុំក្នុងសប្តាហ៍នេះខ្ញុំញ៉ាំនៅរបស់ដែលមានជាតិប៊ីចេងវាធ្វើទុកខ្ញុំមែនតើអាហារហ្នឹងវាមានដាក់ប៊ីចេងហើយខ្ញុំអត់មានពេលធ្វើទេខ្ញុំញ៉ាំទៅវាធ្វើទុកខ្ញុំមែនតើខ្ញុំឈឺកដៃហើយខ្ញុំឈឺក្បាលជង្គង់ហើយម្សិលមិញខ្ញុំទៅលើករបស់ធ្ងន់ទៀតអញ្ចឹងខ្ញុំមិនស្រួលទេចុះមិនបានមុខខ្ញុំហ្នឹងដូចថ្ងៃនេះមុខខ្ញុំល្អមកពីខ្ញុំខំប្រឹងគេងម្សិលមិញមុខខ្ញុំអត់ល្អទេចាប់ដើមធ្វើ show ដំបូងមុខខ្ញុំឡើងខ្មៅអង្គសម្រូបវាមានជាតិស្ករតិចមែនតែវាពិបាកថ្មិញហើយណាមួយដែលខ្ញុំអត់ញ៉ាំទេបាយនោះកាល2-3សប្តាហ៍នេះខ្ញុំបាយរហូតបាយមួយពេលមួយថ្ងៃវេទនាណាចុះមិនបានខ្ញុំនៅធ្វើកិច្ចការតាំងចិត្តត្រឡប់មកវិញកុំគិតរឿងខ្ញុំតែងាប់ហើយសុំប៉ុណ្ណេះទេមុននឹងងាប់កុំឲ្យវាឈឺដែលពិបាកជាងគេគឺឈឺទេចុកចាប់ទេបើវាងាប់មកវាអត់មានអីនឹងខ្លាចទេតែវាពិបាកជាងគេហ្នឹងគឺវាឈឺរាល់ថ្ងៃនៅក្នុងខ្លួនចុករាល់ថ្ងៃពួកខ្ញុំពីកែងដៃទៅដល់ចុងដៃទាំងសងខាងខូចសរសៃប្រសាទហើយខ្ញុំហុចលុយឲ្យគេខ្ញុំត្រូវច្របាច់លុយ 2-3 ដងខ្ញុំត្រូវច្របាច់លុយ 2-3 ដងមុននឹងខ្ញុំហុចលុយឲ្យគេបើខ្ញុំធ្វើដូចខ្ញុំនៅជាខ្ញុំច្បាស់ជាឲ្យលុយគេលើសពីព្រោះអាចក្រយៅដៃខ្ញុំហើយនឹងអារម្មណ៍ស្បែកដៃខ្ញុំហ្នឹងវាលែងដឹងហើយអញ្ចឹងខ្ញុំត្រូវច្បាច់លុយហ្នឹងដូចថាខ្ញុំត្រូវច្បាច់លុយហ្នឹង 2-3 ដងហើយខ្ញុំត្រូវដាក់លុយទៅលើហើយខ្ញុំកាន់លុយរង្គាយអញ្ចឹងបានខ្ញុំហុចឲ្យគេបើមិនអញ្ចឹងទេខ្ញុំឲ្យលុយគេលើសហើយខ្ញុំអត់អាចទទួលលុយគេបានទេខ្ញុំរាប់អត់កើតខ្ញុំរាប់ទៅអត់កើតណាហើយជើងខ្ញុំពាក់កណ្ដាលផ្លូវចុះទៅដល់ចុងជើងគឺដេកអត់លក់ទេវាដូចគេកាន់មកជុលហើយចាក់អញ្ចឹងណាអូឈឺណា